Này, tao, đây mà tao cái bà xong xoay cũng một can channel rừng có mọi TV bà thầy thằng này nó nhưng miên chỉ mùi nàng say rừng muối để ban một cái chạy đồng lấy rồi bao lục pu nè bà để lục pu nè nắng có chung ta lục pu chiên hay pu chiên có cứ chia menu mà nè bà đài bà có một bò tận đòi bà chỉ mùi nàng rốt taxi có chỉ nè rốt taxi làm channel bà chẳng á bà hay lục pu chiên nó sắp ngay cứ có nơi kháng bà khang khátកំពុងស្ពឺយើងនឹងទេបាទហើយគាត់រត់ពីកំពុងស្ពឺហ្នឹងគឺគាត់រត់តាមផ្លូវបណ្ដោយផ្លូវ41បុកទៅផ្លូវ51ឡើងទៅទីក្រុងភ្នំពេញនៅពេលហ្នឹងលោកពូឈឿនហ្នឹងគាត់បាននិយាយប្រាប់ខ្ញុំជាមួយនឹងហេតុការណ៍ខ្លះដែលគាត់បានជួបហេតុការណ៍ទាំងអស់ហ្នឹងនៅក្នុងរយៈពេលដែលគាត់រត់ជាមួយនឹងបាទឡានឈ្នួលមួយហ្នឹងហើយលោកពូឈឿនគាត់រស់ស៊ីឡានឈ្នួលហ្នឹងតាំងពីគាត់នៅកំឡោះរហូតមកដល់គាត់ចូលនិវត្តន៍បានគាត់ឈប់រកស៊ីជាមួយនឹងឡានមួយហ្នឹងប៉ុន្តែនៅពេលដែលគាត់បានចូលនិវត្តន៍ជាមួយនឹងការរត់តាក់ស៊ីរបស់គាត់ហ្នឹងគឺគាត់បានមានជួបជាមួយនឹងហេតុការណ៍ជាច្រើនបាទដែលគាត់បានចែករំលែកមកកាន់ខ្ញុំអីអញ្ចឹងណាហើយហេតុការណ៍គាត់នីមួយៗគឺពាក់ព័ន្ធជាមួយនឹងព្រលឹងខ្មោចឬក៏វិញ្ញាណហ្នឹងឯងបាទហើយអញ្ចឹងប្រិមិត្តបើសិនជាចង់ស្ដាប់ជាមួយនឹងវិញ្ញាណខ្មោចឬក៏ព្រលឹងខ្មោចទាំងអស់ហ្នឹងបាទកុំភ្លេចជួយ Subscribe Channel YouTube របស់ admin ម្នាក់មួយផងបាទហើយនឹងមុននឹងស្ដាប់ប្រិមិត្តទាំងអស់គ្នាសូមយកចិត្តទុកដាក់ស្ដាប់បន្តិចបាទកុំសូវជាបែកអារម្មណ៍អីស្ដាប់យើងលក្ខណៈស្ដាប់កំសាន្តលេងអញ្ចឹងណាហ្នឹងហើយកុំលក្ខណៈថាស្ដាប់បាទអារម្មណ៍មួយទៀតទៅគិតណានៃនោះអញ្ចឹងវាបែកអារម្មណ៍ធ្វើឲ្យសាច់រឿងរបស់យើងគឺចូលស្ដាប់ទៅគឺអត់សូវជាស៊ីអារម្មណ៍ឬក៏ទំនងជាមួយនឹងភាពយន្តសាច់រឿងហ្នឹងហើយមួយទៀតប្រិមិត្តសាច់រឿងហ្នឹងគឺមិនមែនជាតែមកមុខទេបាទដូចជាមាន5ចំណុចដែលលោកពូឈៀនហ្នឹងគាត់ជួបជាមួយនឹងហេតុការណ៍មួយហ្នឹងអញ្ចឹងខ្ញុំនឹងលើកយកជាមួយហេតុការណ៍នីមួយៗបាទទាំង5ចំណុចហ្នឹងយកមកសម្រាយទៅដល់បងប្អូនទាំងអស់គ្នាតាមបណ្ដាបណ្ដោយហើយមុននឹងនិយាយហ្នឹងខ្ញុំសូមនិយាយចេញពីសាច់រឿងដំបូងមួយសិនបាទសាច់រឿងដំបូងរបស់យើងហ្នឹងបាទចាប់ដើមចេញពីលោកពូឈៀនហ្នឹងគាត់ចេញឡានតាក់ស៊ីរបស់គាត់ពីផ្ទះគាត់ឡើងទៅទីក្រុងភ្នំពេញនៅពេលដែលគាត់បានចាប់ម៉ួយតាមបណ្ដាផ្លូវផ្សេងតាមកន្លែងចាប់ម៉ួយនីមួយគាត់ចាប់បានម៉ួយធម្មតាហ្នឹងទេបាទពេលដែលគាត់បានដឹកម៉ួយដឹកអីរបស់គាត់បានទៅដល់ទីតាំងឬក៏ទីកន្លែងផ្សេងដែលភ្ញៀវរបស់គាត់នឹងបានចង់ទៅអីអញ្ចឹងណាហ្នឹងហើយលោកពូឈៀននៅពេលហ្នឹងពេលដែលគាត់បានទម្លាក់ម៉ួយចូលអស់គាត់ក៏បានរត់មកផ្ទះវិញបាទគាត់ទៅដល់ភ្នំពេញគាត់ក៏បានចេញពីភ្នំពេញហ្នឹងមកផ្ទះវិញហើយគាត់ថាបើសិនជាមានម៉ួយគាត់ក៏ដឹកម៉ួយពីភ្នំពេញហ្នឹងមកកាន់តាមបណ្ដាខេត្តផ្សេងដែរប៉ុន្តែនៅពេលដែលលោកពូឈៀនគាត់បានចេញមកហ្នឹងគណៈការពេលដែលគាត់បានរៀបចំពីភ្នំពេញហ្នឹងបាទបុកមកដល់ផ្លូវតាមផ្លូវ51ហ្នឹងចូលមកដល់ផ្លូវ41បាទហើយគាត់និយាយអញ្ចឹងបាទហើយនៅឆ្នាំហ្នឹងគឺមិនមែនបច្ចុប្បន្នលើទេបាទគឺនៅពីមុនបាទកាលនោះផ្លូវនីមួយគឺដូចថាមិនមែនជាផ្លូវជាតិផ្លូវកស៊ួយណាទេប្រិមិត្តប៉ុន្តែលោកពូឈៀនហ្នឹងគាត់ជាអ្នកមានម្នាក់ដែលគាត់មានឡានមានអីរត់តាក់ស៊ីពីមុនអញ្ចឹងណាហ្នឹងហើយប៉ុន្តែឡានរបស់គាត់ហ្នឹងវាលក្ខណៈថាជាឡានចាស់ដែរទេវាមិនមែនជាឡានថ្មីដូចបច្ចុប្បន្នឥឡូវទេនៅពេលដែលលោកពូឈៀនគាត់បានចេញមកពីខាងភ្នំពេញនឹងភ្លាមគាត់ក៏បានរត់ទៅតាមផ្លូវហ្នឹងណាបាទជិះតាមបណ្ដោយផ្លូវហ្នឹងចូលមកដល់យប់ជ្រៅពេលហ្នឹងគូឡងស្ងាត់រងំតែម្ដងគឺលក្ខណៈថាមិនមានឡានម៉ូតូឬក៏មិនមានអ្នកជិះម៉ូតូឬក៏អ្នកនៅធ្វើដំណើរឆ្លងកាត់តាមផ្លូវហ្នឹងគឺសឹងតែមិនមានទេហើយការនោះគាត់ថាទៅតែរយៈពេលម៉ោង9ទៅម៉ោង10ទេគាត់ថាស្គាល់តែជ្រិបតែម្ដងនៅពេលដែលគាត់បានមកដល់ផ្លូវពាក់កណ្ដាលផ្លូវមកគាត់ក៏បាននឹកឃើញតែស្ងាត់ពេកបាទគាត់ក៏បានបាទចាក់បទចម្រៀងរបស់គាត់នៅក្នុងឡានហ្នឹងស្ដាប់កំដរអារម្មណ៍របស់គាត់លេងឬក៏គាត់បានស្ដាប់ជាមួយនឹងលោកទេឬក៏ជាធរជាអីអញ្ចឹងណាគាត់និយាយបែបហ្នឹងនៅពេលដែលគាត់បានស្ដាប់មួយសន្ទុះមកគាត់ក៏បានចេញមកដល់ពាក់កណ្ដាលផ្លូវទៀតបាទចូលមកដល់តំបន់មួយហ្នឹងគឺវាពោពេញទៅដោយព្រៃស្ដុកឬក៏
ផ្លូវហ្នឹងគឺពិបាកខ្លាំងមែនតើបាទគាត់ក៏បានបើកបន្ថយលឿនរបស់គាត់បានតិចហើយនៅពេលហ្នឹងតាមបណ្ដាផ្លូវហ្នឹងគឺស្ងាត់យូរទៅកាន់តែស្ងាត់ទៅតែម្ដងធ្វើឲ្យលោកពូឈៀនហ្នឹងគាត់មានអារម្មណ៍មួយថាគាត់រៀងព្រឹសសម្បល់មួយយ៉ាងដែរគាត់លក្ខណៈថាគាត់មើលតាមផ្លូវខាងផ្លូវលក្ខណៈថាពេលដែលអមតាមផ្លូវហ្នឹងទៅមើលទៅហ្នឹងវាទំនងលក្ខណៈថាគួរថាគាត់គិតក្នុងចិត្តគាត់ដែរគាត់ថាបើសិនជាមានខ្មោចមានអីចេញមកឡងឬក៏មានចោលប្លន់អីមិនតែគាត់ធ្វើយ៉ាងម៉េចទេមានតែគាត់បណ្ដោយខ្លួនថាបើកបុកតែម្ដងប៉ុន្តែនៅពេលហ្នឹងគាត់បានទៅដល់មុខទៀតគាត់បានជួបជាមួយនឹងមនុស្សម្នាក់មែនប៉ុន្តែនៅពេលហ្នឹងមុននឹងគាត់ជួបហ្នឹងគាត់មើលពីចម្ងាយទៅគាត់ថាដូចជាខ្មោចឬក៏ចោលប្លន់គាត់ក៏បានត្រៀមដៃជើងរបស់គាត់ឬក៏ប្រាំងពារបស់គាត់ហ្នឹងត្រៀមហើយប៉ុន្តែនៅពេលហ្នឹងគាត់ទៅដល់ស្រាប់តែបរោះម្នាក់ដើរមកកាត់ផ្លូវពីមុខហើយលើជង្គង់ទៅលើផ្លូវតែម្ដងគាត់ថាលើជង្គង់ទៅលើផ្លូវហ្នឹងជំពះសុំគាត់តែម្ដងគាត់ក៏បានឈប់ឡានភ្លាមតែគាត់ថាគាត់នៅក្នុងចិត្តគាត់ថាគាត់រៀងភ័យដែរប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានតាមកញ្ចក់ឡានរបស់គាត់ស្រែកទៅសួរថាចុះពីណាគេយុវលោកអីក៏មិនក៏នៅកន្លែងហ្នឹងយុវលោកអីគាត់ធ្វើដំណើរតាមហ្នឹងវាអត់មានឡានម៉ូតូទេមិនក៏នៅម្នាក់ឯងអញ្ចឹងគាត់និយាយអញ្ចឹងស្រាប់តែពេលហ្នឹងម្នាក់ហ្នឹងគាត់សុំស្រែកសួរមកកាន់លោកពូឈៀនហ្មងស្រែកសុំថាពូអើយជួយខ្ញុំផងបាទគាត់ថាគាត់នឹងជួបគ្រោះថ្នាក់ចរាចរណ៍បើកបោះធ្លាក់ផ្លូវគាត់នៅខាងក្រោមផ្លូវឯណោះឡានរបស់គាត់ហើយគាត់ថាគាត់សូមអង្វរថាអង្វរជួយកូនរបស់គាត់ផងនៅពេលហ្នឹងគាត់បានបរោះម្នាក់ហ្នឹងគាត់បានអង្វរកជាមួយនឹងលោកពូឈៀនបែបហ្នឹងលោកពូឈៀនគាត់ក៏បានភ័យដែរគាត់គិតក្នុងចិត្តគាត់ថាចោលប្លន់គាត់តិចដឹងឬក៏ឲ្យគាត់ចោះហើយគេសម្រាប់គាត់ឬក៏គេវាយគាត់ទៅប៉ុន្តែនៅពេលហ្នឹងគេគាត់ម្នាក់ហ្នឹងក៏បានដើរមករង្វល់គាត់តាមដល់ថាកុំបារម្ភកុំភ័យអីអញ្ចឹងណាលោកពូឈៀនគាត់ក៏អត់អស់ចិត្តបាទគាត់ក៏បានចុះមែននៅពេលដែលគាត់ចុះទៅគាត់ក៏បានឃើញជាមួយនឹងឡានមួយមែនបាទក្រឡាប់នៅខាងក្រោមបាទនៅខាងក្រោមផ្លូវឯណោះវាជ្រៅដែរនៅពេលហ្នឹងចូលនៅក្នុងព្រៃនៅពេលដែលលោកពូឈៀនគាត់ចូលទៅបានទៅគាត់ឃើញជាមួយនឹងក្មេងស្រីម្នាក់បាទតែកំពុងតែអង្គុយអោក្បាលជង្គង់ឲ្យស្រែកទៅហោយំដែរម្ដងយំសត្វតែពេលហ្នឹងគាត់បានបោកជាមួយនឹងកញ្ចក់ឡានហ្នឹងបាទបើកមិនចេញទេជាស្រ័យប្រិមត្តទ្វារឡានបើកមិនចេញទេគាត់ទាញមិនចេញគឺវាជាប់លុកប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានធ្វើដុំថ្មមកវាយជាមួយនឹងកញ្ចក់ឡានហ្នឹងបំបែកកញ្ចក់ឡានហ្នឹងដើម្បីជួយសង្គ្រោះជាមួយនឹងក្មេងស្រីម្នាក់ហ្នឹងនៅពេលដែលលោកពូឈៀនគាត់បានជួយសង្គ្រោះជាមួយនឹងក្មេងស្រីនឹងហើយស្រាប់តែពេលហ្នឹងលោកពូឈៀនគាត់ក៏បានសួរថាមិនក៏បានកើតឡើងបែបអីអញ្ចឹងណាមានហេតុការណ៍អីកើតឡើងអីបានឡានទៅដល់ថ្នាក់ហ្នឹងក្មេងស្រីហ្នឹងបាននិយាយថាប៉ារបស់គាត់ហ្នឹងស្រវឹងបាទហើយគាត់បើកឡានមកតែពីអ្នកឪទាំងកូនទេប៉ុន្តែនៅពេលហ្នឹងលោកពូឈៀនហ្នឹងគាត់ក៏បានស្រែកនិយាយប្រាប់ទៅកាន់ប្អូនស្រីនឹងវិញថាប៉ាប្អូនស្រីច្រវឹងយ៉ាងម៉េចបើប៉ាប្អូនស្រីកំអ្នកដែលហៅពូឲ្យមកជួយប្អូនស្រីហ្នឹងនៅពេលហ្នឹងពូឈៀនគាត់ក៏បានកលេចទៅក្រោយគាត់ទៅមើលជាមួយនឹងបរិះម្នាក់ដែលបានហៅឲ្យគាត់ជួយកូនគាត់ហ្នឹងបាទក្រឡេកទៅមើលស្រាប់តែពេលហ្នឹងលោកពូឈៀនគាត់អត់មានឃើញជាមួយនឹងបរិះម្នាក់ហ្នឹងទេគាត់អត់ឃើញគាត់ថាតើអត់ឃើញភ្លាមគាត់ស្រែកថាហើយចាំប៉ាប្អូនស្រីតាណាបានអីមិញគាត់អ្នកដែលហៅពូឲ្យមកជួយប្អូនស្រីណានៅពេលហ្នឹងប្អូនស្រីម្នាក់ហ្នឹងគាត់ក៏បាននិយាយប្រាប់ទៅពូឈៀនថាប៉ារបស់គាត់ត្រូវបានស្លាប់បាត់ទៅហើយគាត់នៅខាងកាប៊ីនខាងមុខគាត់ក៏បានត្រូវគៀបជាមួយនឹងកាប៊ីនហើយនឹងក្បាលឡានហ្នឹងគឺស្លាប់បាត់បង់ជីវិតបាត់ទៅហើយបានគាត់ភ័យខ្លាចគាត់អង្គុយយំហ្នឹងណាបាទនៅពេលហ្នឹងលោកពូឈៀនគាត់ក៏បានដើរទៅអឺតមើលគាត់ក៏បានឃើញមែនឃើញជាមួយនឹងបាទសាកសពរបស់បុរសម្នាក់មិញហ្នឹងដែលបានមកកាត់ឡានរបស់គាត់ហ្នឹងឲ្យជួយកូនស្រីរបស់គាត់បាទនៅពេលហ្នឹងលោកពូឈៀនគាត់ក៏បានភ័យខ្លាចបន្តិចប៉ុន្តែគាត់បែរជាគិតក្នុងចិត្តគាត់មួយថាបាទវិញ្ញាណរបស់ឪពុកប្អូនស្រីហ្នឹងតែអាចនិយាយបានថាដូចមានបារមីឬក៏មានបុណ្យខ្ពស់មែនបានអាចបង្ហាញឲ្យមនុស្សឃើញអាចឲ្យជួយកូនស្រីរបស់គាត់បាទវាពិតជាសាហាវឬក៏ជាអភិនិហាមួយដែរបាទដែលដូចខ្ញុំដាក់នៅលើចំណងជើងអញ្ចឹងថាតើលោកអ្នកជឿទៅលើវិញ្ញាណដែរឬទេអញ្ចឹងណាបាទបើសម្រាប់ admin ជឿទៅលើវិញ្ញាណបាទដោយសារហេតុការណ៍នីមួយហ្នឹងអាកន្លែងវិញ្ញាណហ្នឹងមិនមែនថាមនុស្សម្នាក់យើងមិនធ្លាប់ជួបទេប៉ុន្តែណាស់ពេលខ្លះមនុស្សយើងមិនសូវជឿទៅលើអំពីជំនឿអញ្ចឹង
bàn pin nó là pu chiên quạt khơi hơi á quạt các bạn bà ơi chui quay quay dây đang hay quạt các bạn tẹt tuông từ hang bà smart cách ôi smart cách quạt cho mò bà thưa cái so bị cháy chỉ mùi nè xã so rồi có lại luôn lại cho mũi nè bạn các bạn chui hai ở chẳng từ nắng chia hai ca thì mùi là lục pu chiên quạt trụ chỉ mùi nè vì nhiên không máu rồi có ha vì nhiên đã rồi miền bắc tại ai là vì nhiên nó vì nhiên đấy cứ vì đường trên máu vì sao sao này ហើយមួយទៀតចូលដល់វិញ្ញាណទី2វិញ្ញាណទី2លោកពូឈៀនគាត់និយាយថានៅពេលហ្នឹងគាត់បានបើកឡានរថតាក់ស៊ីតាមផ្លូវគាត់ក៏បានទៅដល់កន្លែងមួយដែលគាត់វាយប់ជ្រៅទៅហើយប៉ុន្តែតំបន់ហ្នឹងគឺទីប្រជុំជនដែរទេសម្បូរទៅដោយផ្ទះប្រជាពលរដ្ឋខ្លាំងមែនទេប៉ុន្តែនៅពេលហ្នឹងគាត់ថាគាត់ស្នាក់ស្រ័យនៅកន្លែងខ្ទមមួយតែខ្ទមមួយហ្នឹងគឺខ្ទមជាលក់ចាប់ហួយទេប៉ុន្តែគេលក់តែពេលភ្លឺនៅពេលយប់ខ្ទមមួយហ្នឹងគឺ ត្រូវគេរើអីវ៉ាន់ទៅវិញអស់អញ្ចឹងទៅណាបាទគាត់ក៏បានចតឡានរបស់គាត់ខាងមុខខ្ទមហ្នឹងគាត់ក៏បាននៅសម្រាប់លើឡានប៉ុន្តែនៅខាងជំហៀងខ្ទមហ្នឹងទៀតបាទនៅពីខាងត្រូវជាខាងក្រោយឡានរបស់លោកពូឈៀនហ្នឹងគឺមានស្ពានមួយតែស្ពានមួយហ្នឹងគឺអត់មានបង្កាន់ដៃទេវាមានលក្ខណៈថាជាលូបាទលូនៅខាងក្រោមផ្លូវហ្នឹងហើយស្ពានមួយហ្នឹងលោកពូឈៀនក៏ធ្លាប់និយាយដែរ ធ្លាប់រត់តាក់ស៊ីតាហ្នឹងគាត់ធ្លាប់ឃើញមានអ្នកជួបគោលចរាចរណ៍ដល់បើកបរហ្នឹងបាទគ្រាគ្នាហ្នឹងវាធ្លាក់ទៅលើស្ពានខាងក្រោមស្ពានហ្នឹងត្រូវបាត់បង់អាយុជីវិតប៉ុន្តែនៅពេលហ្នឹងគឺគាត់បានតែមើលហើយប៉ុន្តែឃើញបលីគេធ្វើកសោវិច័យហើយប៉ុន្តែលោកពូឈៀនគាត់ថាគាត់អត់បាននៅមើលទៀតទេគាត់បញ្ញាប់ទឹកម៉ូទឹកអីតទៀតអញ្ចឹងទៅគាត់ក៏បានចេញឡានរបស់គាត់ទៅនៅពេលដែលលោកពូឈៀនគាត់បានស្នាក់ស្រ័យនៅកន្លែងដែល តូបមួយដែលគេទុកហ្នឹងហ្នឹងហើយដែលខ្ញុំនិយាយមុនហ្នឹងតូបហ្នឹងគឺតូបកន្លែងហ្នឹងដែលលោកពូឈៀនគាត់ស្នាក់នៅយប់ហ្នឹងពេលដែលលោកពូឈៀនគាត់សម្រានលុកស្រាប់តែគាត់សុបិនបាទសុបិនថាមានមនុស្សម្នាក់បានស្រែកហៅគាត់ពីក្នុងឡានឲ្យមកជួយផងគាត់នៅជាប់ខាងក្រោមថ្ម នៅខាងក្រោមជាប់ត្រូវថ្មសង្កត់គាត់នៅខាងក្រោមស្ពានបាទជាស្អីមុននឹងនិយាយត្រូវគាត់ថាគាត់ជាប់ត្រូវថ្មសង្កត់គាត់នៅខាងក្រោមស្ពានជួយយកថ្មចេញផងគាត់ពិបាកដកដង្ហើមណាស់បាទពន្យល់សពប្រាប់ទៅកាន់លោកពូឈៀនបែបហ្នឹងនៅពេលហ្នឹងបាទពេលដែលពន្យល់សពប្រាប់ទៅកាន់លោកពូឈៀនគាត់ថាឲ្យជួយយ៉ាងម៉េចបើគាត់អត់ដឹងថាថ្មនៅទីណាផងហ្នឹងបាទ នៅពេលហ្នឹងអ្នកត្រូវដែលជាវិញ្ញាណហ្នឹងបាទបញ្យល់សពប្រាប់ទៅកាន់លោកពូឈៀនហ្នឹងប្រាប់ថាថ្មមួយហ្នឹងគឺមានបាទអំបោះរុំព័ទ្ធជុំវិញដោយសារអីថ្មមួយហ្នឹងគឺធ្លាប់មានអ្នកសង្កត់វិញ្ញាណមែនប៉ុន្តែថ្មមួយហ្នឹងគឺត្រូវបានគេយកមកបោះចោលនៅកន្លែងហ្នឹងដោយសារពេលដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយហ្នឹងវិញ្ញាណគាត់គឺមិនទាន់បាន បាទទៅចាប់កំណើតឬក៏ទៅកន្លែងដើមទេគឺគាត់ដល់នៅកន្លែងដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍មួយហ្នឹងនៅពេលហ្នឹងក៏មានមនុស្សម្នាក់បានយកដុំថ្មមួយហ្នឹងមកបោះចោលនៅកន្លែងស្ពានហ្នឹងក៏បានត្រូវលក្ខណៈសង្កត់គាត់ជាប់បែបហ្នឹងអញ្ចឹងទៅណាបាទក្នុងវិញ្ញាណក្នុងយុទ្ធបិណ្ឌមួយហ្នឹងគឺបញ្ជូលសពប្រាប់ទៅកាន់លោកពូឈៀនបែបហ្នឹងនៅពេលដែលលោកពូឈៀនគាត់បានដឹងបែបហ្នឹងបាទគាត់បានភ្ញាក់ដឹងខ្លួនឡើងប៉ុន្តែនៅពេលហ្នឹង គាត់ក៏បានគិតថាទេនេះគាត់តែជាការសុបិនឬក៏យ៉ាងម៉េចប៉ុន្តែគាត់ក៏បានមើលទៅកាន់កញ្ចក់ឡានរបស់គាត់ទៅកាន់កន្លែងស្ពានមួយហ្នឹងនៅស្របពេលហ្នឹងគឺវានៅពេលយប់លោកពូឈៀនគាត់មើលទៅកន្លែងហ្នឹងមើលទៅដូចជាគួរឲ្យខ្លាចដែរវាល្ងឹតណាប្រិមិត្តអញ្ចឹងទៅលោកពូឈៀនគាត់ថាបើសិនជាចង់ដឹងច្បាស់ព្រឹកឡើងទៅដល់ឃើញដុំថ្មរួមជាមួយនឹងអំបោះហ្នឹងមែនលោកពូឈៀនគាត់នឹងជួយឯងគាត់នឹងថា គាត់នឹងលើកដុំថ្មនឹងចេញហើយគាត់នឹងកាត់អំបោះនឹងចេញប៉ុន្តែនៅចាំតែពេលព្រឹកនៅពេលដែលព្រឹកយូរចូលមកដល់លោកពូឈៀនគាត់ក៏បានងើពីដំណេកបាទគាត់ក៏បានលុបមុខលុបមាត់គាត់ឲ្យអស់ចឹងទៅនៅពេលហ្នឹងគាត់ក៏បានចង់ផ្លេចដែរប៉ុន្តែគាត់ក៏បាននឹកឃើញទៅដល់ការសុបិនយប់មិញបាទគាត់ដើរទៅកន្លែងស្ពានមួយហ្នឹងនៅពេលដែលគាត់ដើរទៅដល់កន្លែងស្ពានហ្នឹងភ្លាមស្រាប់តែគាត់ចោលភ្នែកទៅភ្លាមគាត់ស្រាប់តែឃើញជាមួយនឹងដុំថ្មមួយហ្នឹងមែន តែដុំថ្មមួយហ្នឹងរូបរាងដូចជាមង្គលក្រាក់អញ្ចឹងបាទហ
ហើយចងទៅដល់អំបោះពណ៌ក្រហមព័ទ្ធជុំវិញដុំថ្មមួយហ្នឹងនៅពេលហ្នឹងលោកពូឈៀនគាត់គិតថាបើសិនជាជួយទៅវាមានប៉ិតឬក៏យ៉ាងម៉េចប៉ុន្តែលោកពូឈៀនគាត់គិតដល់ថ្ងៃមួយដែលគាត់ជួបជួយសង្គ្រោះក្មេងស្រីម្នាក់ដែលត្រូវក្រឡាប់ឡានជាមួយនឹងឪពុកហ្នឹងបាទគឺវិញ្ញាណឪពុកហ្នឹងបានមកប្រាប់គាត់ឲ្យជួយកូនស្រីរបស់គាត់ដោយសារលោកពូឈៀនគាត់គិតដល់ចំណុចកន្លែងហ្នឹងបានធ្វើឲ្យលោកពូឈៀនហ្នឹងគាត់គិតថាបាទជរាជាធ្លាប់ជួបហើយបាទគាត់ថាជួបទៀតទៅធ្វើទៀតទៅបាទបើសិនជាថាជួយទៅវាបានផលមែនលោកពូឈៀនគាត់ថាបាទគាត់និយាយថាគាត់ជាមនុស្សម្នាក់ដែលថាអច្ឆរិយៈដែលជួបជាមួយនឹងហេតុការណ៍ចឹងហើយគាត់បានជួយសង្គ្រោះគេជាច្រើនគាត់ថាគាត់បានដូចថាធ្វើបុណ្យអញ្ចឹងណានៅពេលហ្នឹងលោកពូឈៀនគាត់ក៏បានចុះទៅស្រែជាមួយនឹងអំបោះក្រហមមួយហ្នឹងហើយគាត់លើកដុំថ្មមួយហ្នឹងក្រវត្តចោលទៅក្នុងព្រៃបាទនៅពេលដែលគាត់ចោលហើយបែបហ្នឹងពេលហ្នឹងអត់មានអ្វីជាខុសប្រកអីទេលោកពូឈៀនគាត់ថាគាត់និយាយរឿងប្លែកបន្តិចណាពេលហ្នឹងគាត់ថាចេះគាត់ថាអត់ដូចក្នុងរឿងសោះក្នុងរឿងពេលដែលថាជួយឬក៏រំដោះវិញ្ញាណខ្មោចហើយចេះតែមានខ្មោចចេញមកអរគុណអីចឹងណានៅពេលហ្នឹងលោកពូឈៀនគាត់និយាយបែបហ្នឹងគាត់និយាយមែនពេលមែនបាទហើយគាត់ថាពេលហ្នឹងបើសិនជាដូចក្នុងរឿងមែនគាត់ថាមកជាតិនេះគាត់ថាគាត់អស់ចិត្តរឿងគេសម្ដែងមកវាសមមែនប៉ុន្តែនៅពេលហ្នឹងលោកពូឈៀនគាត់ថាគ្មានអ្វីឲ្យចម្លែកគាត់ក៏បានដើរត្រឡប់ទៅឡានគាត់របស់គាត់វិញបាទគាត់ក៏បានចេញទៅរកស៊ីបន្តបាទទៅចាប់មួយចាប់អីចឹងទៅនៅពេលហ្នឹងគាត់បានដឹកម៉ូទៅដល់ទីតាំងហើយគាត់ក៏បានចូលទៅផ្ទះរបស់គាត់ហើយគាត់រយៈពេលប្រហែលថ្ងៃហ្នឹងគឺគាត់ទៅចូលមកដល់ផ្ទះទេនៅពេលហ្នឹងគាត់ក៏បានរៀបរាប់ប្រាប់គ្រួសាររបស់គាត់នៅពេលដែលគាត់អង្គុយហូបបាយហ្នឹងគាត់ប្រាប់គ្រួសាររបស់គាត់ថាគាត់ហ្នឹងបានជួបជាមួយនឹងរឿងចម្លែកពីររឿងដែលគ្រួសាររបស់គាត់ហ្នឹងខំផ្ទៀងស្ដាប់ខ្លាំងមែនទែនទាំងប្រពន្ធរបស់គាត់រួមទាំងកូនរបស់គាត់ផងដែរបានផ្ទៀងស្ដាប់អញ្ចឹងណាហ្នឹងហើយបាទអីគាត់បាននិយាយប្រាប់ប្រពន្ធគាត់និងកូនគាត់ហើយគាត់និយាយដើមតងសាច់រឿងហ្នឹងគាត់ថានៅពេលហ្នឹងគាត់បើកឡានសុកស្រាប់តែជួបជាមួយនឹងបរិសម្នាក់បានដើរមកកាក់ឡានរបស់គាត់បាទគាត់ថាបរិសម្នាក់ហ្នឹងគឺមិនមែនមនុស្សទេគឺវាជាខ្មោចប៉ុន្តែប្រពន្ធរបស់គាត់សួរថាហើយចាំមិនក៏ឯងអត់ខ្លាចចុះតែហើយលោកពូឈៀនគាត់និយាយថាវិញ្ញាណខ្មោចនៅលើលោកនេះបាទវាមិនមែនដូចក្នុងរឿងទេវាចេញមកដូចមនុស្សយើងធម្មតាចឹងប៉ុន្តែនៅពេលហ្នឹងគាត់ថាកាក់ឡានរបស់គាត់ឲ្យជួយកូនរបស់គាត់ពូឈៀនគាត់ថាពេលដែលគាត់ទៅមើលឃើញកូនរបស់គាត់ជាប់ក្នុងឡានស្រាប់តែពេលគាត់ជួយសង្គ្រោះកូនរបស់បរិមម្នាក់ហ្នឹងហើយស្រាប់តែបាត់បរិមម្នាក់ហ្នឹងចឹងទៅនៅពេលហ្នឹងបានគាត់សួរកូនស្រីរបស់គាត់ហ្នឹងថាឪពុករបស់គាត់ស្លាប់អញ្ចឹងនៅពេលហ្នឹងលោកពូឈៀនគាត់និយាយប្រាប់ប្រពន្ធរបស់នឹងកូនរបស់គាត់ហ្នឹងថាអ្នកដែលកាក់ឡានរបស់គាត់មុនហ្នឹងគឺវិញ្ញាណខ្មោចអញ្ចឹងដែរបាទអាហ្នឹងហេតុការណ៍ទី1ដែលលោកពូឈៀនប្រាប់កម្មក្រុមគ្រួសាររបស់គាត់ចូលដល់ហេតុការណ៍ទី2លោកពូឈៀនគាត់ថាមានវិញ្ញាណខ្មោចមួយហ្នឹងបាទហើយពីដំបូងឡើងហ្នឹងវិញ្ញាណខ្មោចហ្នឹងគឺជួបគ្រោះចរាចរណ៍បាទស្លាប់ធ្លាក់បាក់ធ្លាក់ស្ពានហ្នឹងដាក់កនស្លាប់នៅក្នុងក្រោមស្ពាននៅពេលដែលជួបហេតុការណ៍អញ្ចឹងហើយលោកពូឈៀនគាត់ក៏បាននិយាយប្រាប់បន្តប្រាប់ទៅកាន់ប្រពន្ធរបស់គាត់ទៀតប៉ុន្តែនៅពេលហ្នឹងគ្រូសាស្ត្ររបស់គាត់ក៏ចង់ស្ដាប់ដែរប៉ុន្តែហេតុតែកូនហ្នឹងវាកំពុងតែស្លងអារម្មណ៍ស្ដាប់ជាមួយនឹងសម្ដីរបស់ឪពុកនិយាយឬវិញ្ញាណខ្មោចអញ្ចឹងទៅក្មេងៗជួយស្ដាប់ប្រិមត្តស្លងអារម្មណ៍ស្ដាប់អញ្ចឹងទៅគាត់ក៏បានធ្លាប់ឃើញស្លាប់ហើយគាត់ក៏បាននៅមើលទេនៅពេលហ្នឹងលោកពូឈៀនគាត់ក៏បានចេញឡានទៅអញ្ចឹងដែរនៅពេលដែលក្រោយមកទៀតលោកពូឈៀនគាត់ក៏បានមកបាទសម្រាប់នៅតាមផ្លូវលើចំកន្លែងមួយហ្នឹងស្រាប់តែយប់ហ្នឹងលោកពូឈៀនគាត់ថាគាត់ហ្នឹងយល់សប្តិនៅកន្លែងហ្នឹងឃើញមានវិញ្ញាណខ្មោចមួយបាទហៅឲ្យគាត់ហៅឲ្យលោកពូឈៀនហ្នឹងជួយរំដោះគាត់ផងអញ្ចឹងណាគាត់ប្រាប់ទៅកាន់ប្រពន្ធគាត់អញ្ចឹងពេលហ្នឹងប្រពន្ធគាត់ថាសួរទៅកាន់ប្តីថាតើប្តីគាត់ហ្នឹងជួយរបៀបណាប្តីគាត់ក៏បានប្រាប់ថាមានដុំថ្មមួយសង្កត់វិញ្ញាណខ្មោចមួយហ្នឹងហើយដុំថ្មមួយហ្នឹងគឺរុំទៅដល់អំបោះក្រហមហើយថាដុំថ្មហ្នឹងមិនដឹងថាអ្នកណាអ្នកណីទេយកមកបោះចោលកន្លែងហ្នឹងបានធ្វើឲ្យវិញ្ញាណមួយហ្នឹងវាជាប់ទៅក្នុងហ្នឹងនៅកន្លែងហ្នឹងអញ្ចឹងហើយអ្នកចោលហ្នឹងគឺវាគ្មានអចេតនាទេគឺវិញ្ញាណមួយហ្នឹងគឺតែលក្ខណៈថាគ្រោះចរាចរណ៍ទៅមិនទាន់បានធ្វើបុណ្យ7ថ្ងៃអញ្ចឹងណាបានថ្ងៃក្រោយក៏មានអ្នកយកដុំថ្មហ្នឹងមកចោលអញ្ចឹងដែរពេលហ្នឹងក៏បានមកយកសពប្រាក់លោកពូឈៀនឲ្យជួយគាត់អញ្ចឹងណាបាទនឹងហេតុការណ៍ទី2រឿងហ្នឹងលោកពូឈៀនគាត់និយាយប្រាប់ទៅកាន់ប្រពន្ធរបស់គាត់អញ្ចឹងដែរ
នៅពេលដែលចូលមកដល់យប់ឡើងពេលដែលលោកពូជាងគាត់ប្រាប់ហេតុការណ៍នឹងទៅកាន់ប្រពន្ធកូនរបស់គាត់ហើយពេលដែលគាត់ហូបបាយហើយយប់ឡើងគាត់សម្រានណាយប់ហ្នឹងបាទគាត់ក៏បានសុបិនឃើញជាមួយនឹងអាវិញ្ញាណខ្មោចដែលគាត់ជួយទាំងគ្រោះអាថ្ងៃមុនណាបាទអាវិញ្ញាណខ្មោចដែលស្លាប់នៅកោស្ពានហ្នឹងណាបាទលោកពូជាងគាត់បានឃើញសុបិនប្រាប់គាត់ថាគាត់អរគុណលោកពូហើយអរគុណជាខ្លាំងលោកពូអើយដែលបានជួយរំដោះវិញ្ញាណរបស់គាត់ដែលបានជួយគាត់អីអញ្ចឹងទៅណាហើយគាត់ក៏បានជូនពរទៀតបាទពីខ្មោចចេះជូនពរមនុស្សទៀតពេលមិនបាទលោកពូជានេះខ្ញុំនិយាយតាមលោកពូជាទេលោកពូជាគាត់និយាយប្រាប់បែបហ្នឹងគាត់ថាខ្មោចជូនពរនឹងជួយថែរក្សាក្នុងការរករត់តាក់ស៊ីរបស់លោកពូជាអញ្ចឹងទៅណាបាទហើយនៅសម័យនោះណាប្រិមិត្តការវិញ្ញាណអ្វីគឺមានជួបច្រើនមែនពីមុនអាចនិយាយបានថារឿងអាគុំអូមអាងឬក៏ពីជំនឿពីមុនគឺស័ក្តិសិទ្ធិណាប្រិមិត្តទៅតែរសាបរលាបមកដល់បច្ចុប្បន្ននេះទេបើពីមុនពិតជាស័ក្តិសិទ្ធិមែនហើយមួយទៀតប្រិមិត្តពេលដែលប្រើដល់ការលោកពូជាអញ្ចឹងទៅលោកពូជាក៏បានត្រេកអរគាត់បានដូចជាសប្បាយចិត្តក្នុងចិត្តរបស់គាត់ដែលគាត់បានជួយទៅកាន់ប្រភេទពួកវិញ្ញាណឬក៏ខ្មោចអញ្ចឹងណាបាទនេះហៅថាដូចជួយរំដោះទុក្ខសត្វលោកបាទសត្វលោកចេះទៅប្រាស់ពីកាលនេះខ្ញុំបាទហើយមួយទៀតពេលមិត្តខ្ញុំសូមបញ្ជាក់បន្តិចដើមសាច់រឿងខ្ញុំបញ្ជាក់ប្រាប់បងប្អូនថាមាន5ចំណុចដែលលោកពូជាងគាត់ជួបតែឥឡូវខ្ញុំនិយាយទៅបានតែ2ចំណុចទេប៉ុន្តែ2ចំណុចហ្នឹងគឺវាចូលមកដល់កន្លះម៉ោងឯងអញ្ចឹងខ្ញុំក៏អត់ទាន់ចង់បន្ថែមទៀតដែរ3ចំណុចទៀតខ្ញុំនឹងនិយាយជាមួយនឹងវីដេអូក្រោយបាទហើយបើសិនជាប្រិយមិត្តទាំងអស់គ្នាចង់ស្ដាប់ជាមួយនឹងវីដេអូក្រោយទៀតបាទកុំភ្លេចជួយ Subscribe Channel YouTube មួយមើលហើយពេលដែលប្រិយមិត្តជួយ Subscribe ហើយប្រិយមិត្តចុចសញ្ញាកណ្ដឹងមួយទៀតបានថាអភិភិតដែលខ្ញុំដាក់ទៅនឹងប្រិយមិត្តលោទៅព្រានប្រិយមិត្តឃើញព្រានបាទចូលស្ដាប់ភ្លាមតែម្ដងអញ្ចឹងហ្នឹងអាហ្នឹងកុំភ្លេចចុចផងបាទហើយមួយទៀតបាទខ្ញុំសូមចិត្តទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាមួយបាទបើសិនជាស្រឡាញ់ក្នុងការសម្រាយរឿងរបស់ admin បាទកុំភ្លេចជួយបាទឧបត្ថម្ភតាម QR នៅលើវីដេអូហ្នឹងផងទៅបាទតាមរយៈ QR ហ្នឹងជួយឧបត្ថម្ភ admin តាមបាទ1រៀលក្តីបាទកាក់សេនបាទអាសេន2សេនអីហ្នឹងបាទគឺតាមសទ្ធារបស់ប្រិយមិត្តទេបាទដើម្បី admin យកមកសំទុកដើម្បីបាទទិញជាមួយនឹង microphone មួយដើម្បីយកមកទុកបាទបញ្ចូលសំឡេងឬក៏និយាយទៅឲ្យវាពីរោះស្ដាប់ទៅកាន់បងប្អូនបាទហើយឥឡូវនេះគឺខ្ញុំនិយាយនៅលើទូរស័ព្ទធម្មតាពេលដែលនិយាយទៅវាមិនសូវពីរោះស្ដាប់ឬក៏វាមានសំឡេងរំខានផ្សេងអញ្ចឹងណាប្រិយមិត្តហ្នឹងហើយអញ្ចឹងខ្ញុំក៏សូមអរគុណទុកជាមុនបើសិនជាបងប្អូនទាំងអស់គ្នាមិនប្រកាន់ទៅលើ admin បាទកុំភ្លេចជួយ sponsor ឬក៏ជួយឧបត្ថម្ភមកកាន់ admin ម្នាក់បាទ10សេនបាទ5សេនផងបាទហ្នឹងហើយបាទអញ្ចឹងក៏មានអីទៀតទេដែរខ្ញុំក៏សូមបញ្ចប់ជាមួយនឹងសាច់រឿងនេះត្រឹមហ្នឹងនៅសាច់រឿងទី3 3សាច់រឿងទៀតខ្ញុំនឹងនិយាយជាមួយនៅវីដេអូក្រោយបាទអរគុណច្រើនបាយបាយ